សំណួររាប់ពាន់សំណួរបើសិនបើអ្នកទាំងអស់គ្នានៅតែបន្តការព្យាយាមបន្តទៀតគុំថារយៈពេល4ខែតែរយៈពេល1ឆ្នាំទៀតក៏អ្នកទាំងអស់គ្នាមិនអាចទៅរួចដែរបើអ្នកទាំងអស់គ្នានៅតែបន្តព្យាយាមពេលបន្តទៅទៀតនៅក្នុងវីដេអូមុនមកបានចែកម្លែកដងជាមួយនឹងការត្រៀមខ្លួនមុនបាក់ដប់រយៈពេល4ខែទៅលើមុខជារំហាត់ចឹងនៅក្នុងវីដេអូនេះបងចង់បំណំពីធីបមួយចំនួនតែកាន់អ្នកទាំងអស់គ្នាការត្រៀមខ្លួនទៅលើមុខវិជ្ជាទន្ទិញម្ដងចឹងត្រូវទាំងបងប្អូនអ្នកវិទ្យាសាស្ត្រពិតទាំងបងប្អូនអ្នកវិទ្យាសាស្ត្រសង្គមជាពិសេសគឺបងប្អូនអ្នកវិទ្យាសាស្ត្រសង្គមដែលមានសំណួររាប់ពាន់សំណួរពួកអីសិតតែមេរៀនតែទាំងអស់ត្រូវការចងចាំត្រូវការយល់ចឹងរយៈពេល4ខែនេះតើអ្នកទាំងអស់គ្នាគួរតែត្រៀមខ្លួនបែបណាដើម្បីឲ្យទទួលបានលទ្ធផលល្អដែលបងចង់ឲ្យអ្នកទាំងអស់គ្នាធ្វើទី1នោះគឺការចម្រាញ់សំណួរសំខាន់ហើយនឹងអ្នកដែលអ្នកទាំងអស់គ្នាគិតថាអាចចេញប្រឡងបាក់ឌុបគឺអ្នកទាំងអស់គ្នាត្រូវតែដាក់តាមលំដាប់លំដោយណាសំណួរណាដែលធ្លាប់ចេញប្រឡងបាក់ឌុបដាក់មកផ្នែកមកហើយសំណួរណាបន្តទៀតដែលអ្នកទាំងអស់គ្នាគិតថាវាសំខាន់គឺអ្នកទាំងអស់គ្នាដាក់បន្តមកឲ្យអត្ថភាពវាមុនមកហើយគិតថាចេញប្រឡងបាក់ឌុបណាហើយចឹងដាក់បន្តមកហើយមួយទៀតគឺសំណួរណាដែលអ្នកទាំងអស់គ្នាគិតថាវែងពិបាកក្នុងការបន្ទិញបាក់នៅក្នុងការចងចាំហើយវាអាចនឹងចេញប្រឡងបាក់ឌុបអ្នកទាំងអស់គ្នាប្រកាសជាម៉ែនឹងខ្លួនឯងដឹងហើយចឹងដឹងមួយចំនួនហ្នឹងគឺអ្នកទាំងអស់គ្នាដាក់មកតាមលំដាប់លំដោយសំខាន់បែបណាគឺអ្នកទាំងអស់គ្នារៀបចំទៅតាមបែបហ្នឹងមកសម្រាប់ចំណុចទី2គឺអ្នកទាំងអស់គ្នាត្រូវតែកំណត់សំណួរនៅក្នុងការទន្ទិញមូលហេតុអីដែលអ្នកទាំងអស់គ្នាត្រូវការកំណត់មួយពេលយើងកំណត់ទៅយើងដឹងគោលដៅរបស់យើងថានៅក្នុងថ្ងៃនេះគោលដៅរបស់យើងគឺយើងត្រូវទន្ទិញឲ្យដល់ប៉ុណ្ណឹងបានយើងសម្រាប់អញ្ចឹងបើសិនបើយើងអត់មានគោលដៅនៅក្នុងការទន្ទិញទេអញ្ចឹងថ្ងៃហ្នឹងទិញ2សំណួរទៅស្អែកទិញ3សំណួរទៅថ្ងៃខ្លះទិញដល់20សំណួរទៅថ្ងៃខ្លះដល់30សំណួរទៅអញ្ចឹងវាទិញតាមអារម្មណ៍វាអត់ថៃទេអញ្ចឹងការរៀនរបស់អ្នកទាំងអស់គ្នាក៏ទៅតាមនឹងដែរអញ្ចឹងអាចចន្លោះសំណួរអាចនឹងសល់សំណួរពេលគៀកបាក់ឌុបណាគ្នានៅសល់សំណួរច្រើនអញ្ចឹងត្រូវការកំណត់អ្នកគ្នាកូនគូថ្ងៃមកបើសិនបើនៅសល់រយៈពេល4ខែទៀតហើយសំណួរអ្នកទាំងអស់គ្នានៅចំនួនប៉ុន្មានហើយអ្នកគ្នាចែកតាមសំណួរហ្នឹងមកតាក្នុងមួយថ្ងៃដែលអ្នកទាំងអស់គ្នាអាចត្រូវទិញប្រមាណដើម្បីឲ្យដល់ថ្ងៃប្រឡងបាក់ឌុបហើយប្រកាសថាអ្នកទាំងអស់គ្នាអាចចងចាំបានគ្រប់សំណួរដោយអត់មានសល់សំណួរទេផ្នែកទី3គឺអ្នកទាំងអស់គ្នាត្រូវជ្រើសរើសពេលវេលានៅក្នុងការទន្ទិញអញ្ចឹងពេលវេលាគឺពិតជាសំខាន់សម្រាប់អ្នកទាំងអស់គ្នាពិតមែននៅក្នុងការទន្ទិញពួកយើងត្រូវការអារម្មណ៍ផ្ដោតត្រូវការអារម្មណ៍មូលអញ្ចឹងអ្នកខ្លះអាចចាំពេលព្រឹកអ្នកខ្លះអាចចាំពេលថ្ងៃអ្នកខ្លះអាចចាំពេលល្ងាចអ្នកខ្លះអាចចាំពេលយប់អញ្ចឹងទៅតាមស្ថានភាពរបស់អ្នកទាំងអស់គ្នារៀងៗខ្លួនសម្រាប់ខ្ញុំកាលខ្ញុំនៅរៀនគឺខ្ញុំទិញមេរៀនពេលព្រឹកព្រលឹមគឺឆាប់ចាំដាក់ចាំដោយសារតែអត់ទាន់បានគិតអីខួរក្បាលយើងអត់ទាន់បានទុកអីទេអញ្ចឹងដាក់ទៅងាយចាំប៉ុន្តែក៏មានបងប្អូនមួយចំនួនណាគាត់អត់ចូលចិត្តពេលព្រឹកទេគាត់ថាខ្ជិលក្រោកមួយគេងពងតាគេងលក់ស្រួលអញ្ចឹងក្រោកមកបបាក់អីចឹងទៅខ្ញុំជួយចិត្តទិញពេលយប់ឬក៏ពេលថ្ងៃពេលល្ងាចទៅចឹងទៅតាមស្ថានភាពអ្នកទាំងអស់គ្នាចាក់ស្ដែងឯងបងអត់អាចត្រូវកំណត់ទៅលើអ្នកទាំងអស់គ្នាថាត្រូវទិញកន្លែងពេលនេះឆាប់ចាំទេអញ្ចឹងអ្នកគ្នារៀនដោយខ្លួនឯងទៅស្វែងរកខ្លួនឯងទៅពេលណាចាំគឺអ្នកទាំងអស់គ្នារៀនពេលហ្នឹងទៅទី4គឺអ្នកទាំងអស់គ្នាត្រូវតែរំលឹកជាប្រចាំចឹងអ្នកទាំងអស់គ្នាការរៀនបើអ្នកទាំងអស់គ្នាអត់រំលឹកទេគឺស្មើនឹងភ្លេចចឹងអ្នកទាំងអស់គ្នាត្រូវតែរំលឹកជាប្រចាំវិញមុននឹងថែមទៅមេរៀនថ្មីមកអ្នកទាំងអស់គ្នាត្រូវតែរំលឹកមេរៀនចាស់វិញកុំអ្នកទាំងអស់គ្នាថ្ងៃនឹងទិញ10ហើយស្អែកថែម10ស្អែកថែម10ទៀតពេលយូរទៅវាកចឹងអីដែលបើយកបានរំលឹកទេអីដែលយើងទិញមុនហ្នឹងគឺវាភ្លេចអស់ហើយចឹងត្រូវរំលឹកវាជាប្រចាំចាយពេលនៅក្នុងការរំលឹកវារាល់ថ្ងៃជាប្រចាំដើម្បីឲ្យយើងស្ទាត់ជំនាញអ្វីដែលយើងបានទិញដំបូងគេនឹងឯងចឹងជឿថាអ្នកគ្នាអនុវត្តតាមប៉ុណ្ណឹងចំណុចទៅអ្នកគ្នានឹងឃើញផលនឹងឃើញផ្លែផ្កានៅក្នុងការទិញមេរៀនរបស់អ្នកទាំងអស់គ្នាហើយបើសិនបើអូនៗអ្នកគ្នាចង់បានសភៅថាប្រវត្តិមិនថាជីវៈឬផែនដីសិលធម៌អីផ្នែកហ្នឹងណាចឹងអូនអាចឆាតទៅ page Mathim KX បានដែលលោកគ្រូគាត់មានជា set ឈុតសម្រាប់ថ្នាក់វិទ្យាសាស្ត្រពិតក៏ដូចជាវិទ្យាសាស្ត្រសង្គមផ្នែកសំណួរអីហ្នឹងគឺមានទាំងអស់មានតាំងវិទ្យាសាស្ត្រត្រៀមមានតាំងពីមេរៀននីមួយៗគឺអ្នកគ្នាអាចឆាតទៅបានអ្នកគ្នាអាចទិញសម្រាប់ធ្វើការស្វ័យសិក្សាខ្លួនឯងបានហើយមិនត្រឹមតែមានសម្រាប់អូនទី12ទេពីទី9ទី10ទី11អីក៏មានដែរអ្នកគ្នាចង់ដឹងព័ត៌មានលម្អិតអាចឆាតទៅ page Mathim KX ឬក៏សាលា Thim KX បានណា